នាថ្ងៃទី17ខែសីហានេះលោកស្រីសុផលអភិបាលក្រុងស្រីសុផនរួមជាមួយអភិបាលរងក្រុងបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពីការងារសេវាអនាម័យនិងបរិស្ថានជាមួយក្រុមហ៊ុន Camop កិច្ចប្រជុំនេះមានការចូលរួមពីប្រធានការិយាល័យរដ្ឋបាលលោកនាយករងចៅសង្កាត់ទាំង7សង្កាត់លោកប្រធានកាអ៊ីបាទព្រមទាំងលោកប្រធាននិងសហការីរបស់ក្រុមហ៊ុន Camop កិច្ចប្រជុំបានផ្ដោតទៅលើការពិភាក្សាអំពីការផ្ដល់សេវាអនាម័យនិងការគ្រប់គ្រងបរិស្ថាននៅក្នុងក្រុងស្រីសុផនជាពិសេសការប្រមូលនិងការគ្រប់គ្រងសម្រាមឲ្យបានទៀងទាត់និងមានប្រសិទ្ធភាពដើម្បីរក្សាអនាម័យសោភ័ណភាពនិងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានជាមួយគ្នានេះអាជ្ញាធរក្រុងនិងភាគីពាក់ព័ន្ធបានពិភាក្សាផ្លាស់ប្ដូរយោបល់អំពីបញ្ហាប្រឈមនិងចំណុចដែលត្រូវកែលម្អព្រមទាំងស្វែងរកដំណោះស្រាយរួមដើម្បីធានាសេវាអនាម័យនិងបរិស្ថាននៅក្នុងក្រុងស្រីសុផនកាន់តែមានប្រសិទ្ធភាពនិងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកិច្ចប្រជុំនេះក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហការរវាងអាជ្ញាធរក្រុងរដ្ឋបាលសង្កាត់និងក្រុមហ៊ុនផ្ដល់សេវាដើម្បីរួមគ្នាលើកកម្ពស់អនាម័យសោភ័ណភាពនិងបរិស្ថានក្រុងឲ្យកាន់តែស្អាតមានសណ្ដាប់ធ្នាប់និងមានភាពល្អប្រសើរ